បងប្អូននៅក្នុងព្រះគម្ពីរបានបង្រៀនយើងឲ្យស្គាល់អំពីភាពបរិសុទ្ធអំពីអ្វីត្រូវអ្វីខុសអ្វីជាសុជីវធម៌ហើយខ្ញុំជឿថាអ្នកជឿជាច្រើនដែលរស់នៅក្នុងពិភពលោកនេះគឺគាត់ហាក់ដូចជាមានអារម្មណ៍ថាខ្លួនឯងកំពុងរស់នៅក្នុងពិភពពីរផ្សេងគ្នាតែក្នុងពេលតែមួយគឺពិភពរបស់យើងដែលស្គាល់ព្រះបន្ទូលនិងពិភពអ្នកដែលអត់ស្គាល់ព្រះបន្ទូលហើយដល់ពេលអញ្ចឹងហើយពេលខ្លះមានការលំបាកកើតឡើងនៅក្នុងជីវិតរបស់គាត់ណាយើងហាក់ដូចជាមានអារម្មណ៍ថាយើងតានតឹងបន្តិចពីព្រោះតែអ្វីដែលយើងមិនចង់ធ្វើប៉ុន្តែយើងត្រូវតែធ្វើសម្រាប់ការងារហើយអ្វីដែលយើងចង់ធ្វើសម្រាប់ព្រះអង្គវាមិនស៊ីគ្នាជាមួយនឹងស្ថានភាពការងាររបស់យើងណាអញ្ចឹងពេលខ្លះគេនាំយើងឲ្យកុហកពេលខ្លះគេនាំយើងឲ្យដោះសារពេលខ្លះគេនាំយើងឲ្យបោះបង់ចោលទំនួលខុសត្រូវដើម្បីប្រយោជន៍របស់ការងារហើយធ្វើឲ្យយើងពិបាកមែនទែននៅក្នុងសង្គមពីរដែលរស់នៅក្នុងកលៈទេសៈតែមួយខ្ញុំចង់ដឹងបងប្អូនប្រមាណអ្នកដែលជួបស្ថានភាពរបៀបអញ្ចឹងលើកដៃមើលជួបស្ថានភាពតានតឹងដោយសារតែគេចង់នាំយើងចេញពីសេចក្តីជំនឿដោយសារតែការងារហើយយើងក៏មានអារម្មណ៍ថាយើងត្រូវរស់នៅបោះបង់ចោលភាពបរិសុទ្ធរបស់ព្រះអង្គបោះបង់ចោលសិលធម៌របស់គ្រីស្ទបរិស័ទបោះបង់ចោលគុណតម្លៃរបស់ព្រះគ្រីស្ទណាដូច្នេះនេះហើយគឺជាអ្វីដែលយើងឃើញរាល់ថ្ងៃនេះដែលយើងកំពុងបានជួបរាល់ថ្ងៃនេះផងដែរនៅក្នុងពេលព្រឹកនេះយើងនឹងវិភាគពិចារណាអំពីស្ថានភាពមួយដែលព្រះយេស៊ូវបានជួបព្រះអង្គបានជួបស្ថានភាពដូចយើងដែរនៅពេលទ្រង់កំពុងតែធ្វើពន្ធកិច្ចនៅក្នុងផែនដីនេះហើយយើងមើលជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាកុសបាទសូមមើលក្នុងព្រះគម្ពីរម៉ាកុសម្ដងជំពូក12យើងអានពីខ13មកដល់ខ17ណាជំពូក12ហើយខ13មកដល់ខ17អញ្ចឹងនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក12ខ13ដល់17គេចាត់ពួកគណៈបារស៊ីនិងពួកខាងស្ដេចហេរ៉ូតខ្លះឲ្យទៅជិតព្រះយេស៊ូវចាំចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូលគេនាំគ្នាមកទូលព្រះអង្គថាលោកគ្រូយើងខ្ញុំដឹងថាលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់លោកគ្រូពុំយកយល់ហើយក៏ពុំរើសមុខនរណាឡើយគឺលោកគ្រូព្រានប្រដៅអំពីរបៀបរស់នៅដែលគប្បីប្រតិព្រះជាម្ចាស់តាមសេចក្តីពិតតើច្បាប់របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេតើយើងត្រូវបង់ឬមិនត្រូវបង់ព្រះយេស៊ូវឆ្វេងយល់ពុទ្ធបុត្ររបស់គេព្រះអង្គមានព្រះបន្ទូលថាហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះសូមយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលគេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូវព្រះអង្គមានព្រះបន្ទូលថាតើលើកាក់នេះមានរូបអ្នកណាឈ្មោះអ្នកណាគេឆ្លើយថារូបនិងឈ្មោះព្រះចៅអធិរាជព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគេថាអ្វីដែលជារបស់ព្រះចៅអធិរាជចូលថ្វាយទៅព្រះចៅអធិរាជវិញទៅហើយអ្វីដែលជារបស់ព្រះជាម្ចាស់ចូលថ្វាយទៅព្រះជាម្ចាស់វិញដែរគេងឿងឆ្ងល់នឹងព្រះយេស៊ូវយ៉ាងខ្លាំងបាទសូមអធិដ្ឋានជាមួយខ្ញុំពេលដែលជាព្រះយើងខ្ញុំសូមអរគុណទ្រង់យ៉ាងខ្លាំងនៅក្នុងពេលព្រឹកនេះដែលយើងមានឱកាសបានជុំគ្នាម្ដងទៀតហើយយើងខ្ញុំស្ដាប់ព្រះបន្ទូលព្រះអង្គសូមឲ្យព្រឹកនេះយើងខ្ញុំទាំងអស់គ្នានឹងផ្ចង់ស្មារតីផ្ចង់ចិត្តហើយស្ដាប់ព្រះបន្ទូលទ្រង់សូមឲ្យព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយយើងខ្ញុំឲ្យយើងខ្ញុំទាំងអស់គ្នាបានបើកចិត្តគំនិតហើយទទួលព្រះបន្ទូលព្រះអង្គដោយជំនឿផងដែរយើងសូមអរគុណទ្រង់សូមអធិដ្ឋានទូលថ្វាយការស្ដាប់ព្រះបន្ទូលនៅព្រឹកនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទអរគុណច្រើនសូមសម្រួលឥរិយាបថវិញអញ្ចឹងនៅក្នុងបទគម្ពីរដែលបងប្អូនបានអានមុននេះគឺជាបទគម្ពីរមួយនៅក្នុងចំណោមការដែលពួកផារ៉ាស៊ីគេមកចាប់កំហុសព្រះយេស៊ូវប៉ុន្តែអ្វីដែលចម្លែកបន្តិចនៅថ្ងៃនេះគឺយើងឃើញនៅក្នុងខ10ខ13ណាមិនមែនមានតែពួកផារ៉ាស៊ីទេ
មានអ្នកណាទៀតមើលមានអ្នកណាគេមួយទៀតមកក្រុមទៀតមានពួកស្ដេចហេរ៉ូតផងដែរអញ្ចឹងនេះគឺជារឿងចម្លែកពីព្រោះពីរអ្នកនេះជាទូទៅមិនដើរចូលគ្នាទេណាមិនដើរចូលគ្នាទេអ្នកទាំងពីរនេះគឺជាពីរក្រុមខុសគ្នាហើយគេម្នាក់គេគិតថាខ្លួនឯងធ្វើត្រូវរៀងខ្លួនណាដូច្នេះស្ដេចហេរ៉ូតមិនមែនស្ដេចផារ៉ោណាបាទស្ដេចផារ៉ោនៅក្នុងសម័យម៉ូសេទេយ៉ាត់ច្រឡំស្ដេចអញ្ចឹងអ្វីដែលយើងបានឃើញនៅក្នុងនេះគឺគេនាំគ្នាមកចាប់កំហុសព្រះអង្គនេះជារឿងហើយមុនពេលដែលដល់កន្លែងរឿងចាប់កំហុសព្រះអង្គបានបង្រៀនគេអំពីការត្រៀមខ្លួនដើម្បីនឹងទទួលព្រះតែទ្រង់យើងមកប្រស្នាអំពីរឿងរៀបការរឿងអីនឹងឯងដែលយើងបានឃើញណាហើយគាត់ទៅចប់ពីរឿងដែលគេចាប់កំហុសព្រះអង្គលែងបានគេចាប់ផ្ដើមរៀបចំផែនការដើម្បីចាប់ព្រះយេស៊ូវតែម្ដងពីព្រោះគេព្យាយាមឲ្យព្រះអង្គធ្លាក់ក្នុងអន្ទាក់របស់គេណាអញ្ចឹងរឿងនេះគឺជារឿងសំខាន់នៅពេលដែលព្រះអង្គជួបស្ថានភាពបែបនោះគឺរឿងពិបាកមែនទែនទ្រង់មកបង្រៀនមនុស្សអំពីសេចក្តីពិតអំពីអ្វីដែលគេត្រូវស្គាល់ព្រះក៏ប៉ុន្តែមនុស្សចាប់ផ្ដើមទាញឲ្យព្រះអង្គធ្លាក់ទៅក្នុងអន្ទាក់នយោបាយបាទអន្ទាក់នយោបាយដើម្បីងាយស្រួលនឹងចាប់កំហុសព្រះអង្គអញ្ចឹងរឿងហ្នឹងគឺឆ្លុះបញ្ចាំងឲ្យយើងឃើញអំពីជីវិតរបស់យើងសប្តាហ៍ថ្ងៃណាហើយមនុស្សជាច្រើនគេច្រើនតែប្រើរឿងនេះលើកឡើងអំពីដង្វាយពីព្រោះមានពាក្យមួយព្រះអង្គថារបស់ព្រះថ្វាយតែព្រះរបស់ស្ដេចថ្វាយតែស្ដេចក៏ប៉ុន្តែបើយើងមើលបរិបទមិនមែនជារឿងដែលព្រះអង្គនិយាយអំពីការថ្វាយតែព្រះទេប៉ុន្តែព្រះអង្គនិយាយអំពីការរស់នៅថ្វាយព្រះអង្គវិញរស់នៅក្នុងជីវិតបរិសុទ្ធថ្វាយព្រះអង្គវិញដែលយើងបានឃើញដូច្នេះខ្ញុំឲ្យចំណងជើងនៅថ្ងៃនេះថាការរស់នៅក្នុងចន្លោះរវាងព្រះរាជពីរមួយគឺព្រះរាជរបស់ព្រះអម្ចាស់មួយទៀតគឺរាជនៅលើផែនដីនេះដែលមនុស្សសពថ្ងៃកំពុងតែរស់នៅក្នុងស្ថានភាពបែបនេះគេរស់នៅគេចង់ស្មោះត្រង់ជាមួយព្រះអង្គប៉ុន្តែស្ថានភាពនៅលោកីក៏ចង់ឲ្យគេស្មោះត្រង់ជាមួយនឹងគេដែរអញ្ចឹងមនុស្សចាប់ផ្ដើមពិបាកមែនទែននៅក្នុងការរស់នៅរបៀបនេះឯងដែលយើងឃើញណាហើយយើងរស់នៅក្រោមសម្ពាធជាច្រើនបាទគឺសម្ពាធនៅក្នុងលោកីដែលមានទាំងកន្លែងការងារយើងកន្លែងអាជីវកម្មយើងនៅគ្រួសារយើងផងដែរពិសេសបងប្អូនដែលមានគ្រួសារអត់ទាន់ស្គាល់ព្រះអង្គប៉ុន្តែមួយទៀតយើងក៏ត្រូវរស់នៅឲ្យស្មោះត្រង់ជាមួយនឹងសេចក្តីពិតរបស់ព្រះតែយើងត្រូវធ្វើម៉េចអញ្ចឹងវាប្រទាញបន្ទងគ្នានៅទៅនឹងហើយព្រះអង្គបានឲ្យចម្លើយមួយយ៉ាងល្អបំផុតណាសម្រាប់ពួកគេគ្រប់គ្នាអញ្ចឹងពេលខ្លះយើងចាប់ផ្ដើមនឹកចាំថាខ្ញុំចង់រស់នៅស្មោះត្រង់ជាមួយនឹងសេចក្តីជំនឿរបស់ខ្ញុំក៏ប៉ុន្តែបើសិនជាខ្ញុំរស់នៅស្មោះត្រង់មួយសេចក្តីជំនឿខ្ញុំអាចនឹងបាត់បង់ឱកាសការងារខ្ញុំអាចនឹងត្រូវគេទម្លាក់តំណែងខ្ញុំអាចនឹងត្រូវគេស្ដីឲ្យខ្ញុំអាចនឹងត្រូវគេថាខ្ញុំល្ងងមិនក៏មិនចេះរករបៀបម៉េចដើម្បីឲ្យខ្លួនឯងឡើងតំណែងឲ្យខ្លួនឯងរកចំណូលបានច្រើនដើម្បីយើងអាចមានឱកាសប្រមូលគ្រប់ទាំងគុណសម្បត្តិការងាររបស់យើងអញ្ចឹងយើងជួបប្រទះរឿងនេះរាល់ថ្ងៃគឺជារឿងដែលយើងរស់នៅក្នុងចន្លោះរវាងព្រះរាជពីរណាមិនមែនចន្លោះក្នុងព្រះរាជ3ទេប៉ុន្តែចន្លោះព្រះរាជ2អញ្ចឹងព្រះយេស៊ូវបានជួបរឿងនេះដូចគ្នាគឺព្រះអង្គជួបដោយរបៀបណាគេចាប់ផ្ដើមមកសួរព្រះអង្គមែនអត់អញ្ចឹងគេនាំគ្នាមកសួរព្រះអង្គណាអញ្ចឹងមានពួកផារ៉ាស៊ីហើយនិងពួកហេរ៉ូតអញ្ចឹងមើលលើនេះឃើញបងប្អូនរៀងចាំងភ្លើងមួយខាងនោះបើណាមិនចាំងប្រហែលដោយសារនេះក៏វាចាស់ដែរអញ្ចឹងគឺពួកផារ៉ាស៊ីហើយនិងពួកស្ដេចហេរ៉ូតពួកផារ៉ាស៊ីយើងដឹងហើយគឺពួកអ្នកកាន់ច្បាប់វិន័យសាសនាយ៉ាងតឹងរ៉ឹងប៉ុន្តែរឿងសំខាន់គឺគេចាប់ផ្ដើមគិតថាខ្លួនឯងជាមនុស្សបរិសុទ្ធហើយគេរស់នៅបរិសុទ្ធតែខាងក្រៅទេបកកែសំដែងព្រះយេស៊ូវនិយាយតែញយនឹងថាអាពួកហ្នឹងគឺពួកសំដែងព្រះអង្គធ្លាប់ហៅពួកហ្នឹងអីគេមនុស្សមានពុតបាទមនុស្សមានពុតប៉ុន្តែមានមួយក្រុមទៀតដែលជាក្រុមរបស់ពួកហេរ៉ូតគឺក្រុមខាងនយោបាយពួកនេះគឺចុះចូលជាមួយនឹងស្ដេចប្រជាអធិរាជណាអញ្ចឹងប្រជាហេរ៉ូតនៅសម័យហ្នឹងគេហៅប្រជាអនុរាជបានថាមិនមែនជាអធិរាជទេគឺជាអ្នកដែលទទួលខុសត្រូវបន្ទាប់ពីស្ដេចពលគឺស្ដេចក្រាញ់បាទស្ដេចក្រាញ់នៅក្នុងសម័យសក្តិភូមិណាគេប្រើពាក្យអញ្ចឹងគឺគេមានស្ដេចអធិរាជ
ស្ដេចអនុរាជឬក៏ស្ដេចក្រាញ់ដែលពេលខ្លះគាត់ដើរតួជាចៅហ្វាយខេត្តអាចជាស្ដេចក្រាញ់ដែរណាអញ្ចឹងមុនពេលដែលគេមានស្ដេចគ្រប់គ្រងមួយហ្នឹងគឺគេមានស្ដេចរបស់គេមួយដែរអញ្ចឹងជាធម្មតាអ្នកទាំងពីរអ្នកនេះគឺអត់ត្រូវគ្នាទេអត់ត្រូវតែម្ដងប៉ុន្តែថ្ងៃហ្នឹងគឺរួមគ្នាមកតែម្ដងដើម្បីចាប់កំហុសព្រះយេស៊ូវមកទាំងពីរផ្លូវមកទាំងផ្លូវច្បាប់មកទាំងផ្លូវសាសនាហើយព្រះអង្គមកពង្រៀនអំពីព្រះរាជរបស់ព្រះអង្គអញ្ចឹងបើព្រះអង្គនិយាយអំពីរឿងស្ដេចក៏ខុសនិយាយពីរឿងសាសនាក៏ខុសមិនធម្មតាទេអញ្ចឹងទាំងអស់នេះមកមិនមែនមកដើម្បីល្អជាទេណាដូច្នេះចំណុចទី1ដែលយើងឃើញគឺពិភពលោកដែលយើងកំពុងរស់នៅនេះបានផ្ដល់សម្ពាធឲ្យយើងដូចគ្នាអញ្ចឹងនៅក្នុងខ13 14បានប្រាប់យើង13 14បានប្រាប់យើងជាច្រើនលើកច្រើនសារយើងរស់នៅក្នុងសភាពបែបនេះក្នុងជីវិតរបស់យើងរស់នៅក្នុងសម្ពាធបងប្អូនដែលជាអ្នកជំនួញមានសម្ពាធបែបអ្នកជំនួញបងប្អូនជាអ្នកធ្វើការមានសម្ពាធបែបជាអ្នកធ្វើការហើយបងប្អូនអត់មានអីទាំងអស់តែជាមេផ្ទះក៏មានសម្ពាធបែបមេផ្ទះណាអញ្ចឹងសម្ពាធទាំងអស់ហ្នឹងហើយកំពុងតែទាញយើងឲ្យចេញឆ្ងាយពីព្រះយេស៊ូវទាញយើងឲ្យឆ្ងាយពីជំនឿអញ្ចឹងតើគេមកទាញព្រះយេស៊ូវយ៉ាងម៉េចណាយើងមើលនៅក្នុងគឺគេចាប់ផ្ដើមដាក់អន្ទាក់ព្រះយេស៊ូវនៅក្នុងខ15ឥឡូវយើងមើលនៅក្នុងបទគម្ពីររបស់យើងវិញនៅពេលដែលគេសួរព្រះអង្គនៅចុងខ14គេសួរថាតើយើងត្រូវអីគេបង់ពន្ធឬមិនបង់ពន្ធណាគេចាប់ផ្ដើមដាក់អន្ទាក់របស់ព្រះអង្គនេះគឺជាអន្ទាក់មួយឥឡូវយើងមើលអន្ទាក់នេះគឺអន្ទាក់ល្អអត់ខ្ចោះតែម្ដងគេសួរថាតើគួរបង់ពន្ធឬមិនបង់ពន្ធឲ្យទៅសេសាគឺជាស្ដេចអធិរាជនៅក្នុងសម័យរ៉ូមណាអញ្ចឹងរឿងគឺវាមាន2ចម្លើយមានតែ2ទេគេសួរបង់ឬមិនបង់គេកំណត់ចម្លើយឲ្យព្រះយេស៊ូវឲ្យស្រេចតែម្ដងតើយើងត្រូវបង់ឬមិនត្រូវបង់គេអត់មែនសួររបៀបណាដើម្បីឲ្យយើងឆ្លើយយករបៀបរបស់យើងទេអញ្ចឹងអ្នកសួរនេះកំណត់ចម្លើយ2ឲ្យព្រះយេស៊ូវតើត្រូវបង់ឬមិនត្រូវបង់អញ្ចឹងចំពោះព្រះអង្គបើសិនជាបង់មានអីកើតឡើងគឺវាទាស់ជាមួយនឹងពួកយូដាដែលគេចាត់ទុកថាព្រះអង្គប្រកាសជាពួកក្បត់ជាតិចុះដៃជាមួយពួករ៉ូមហើយព្រះអង្គប្រកាសជាត្រូវពួកយូដាគប់នឹងដុំថ្មសម្លាប់ហើយអានេះពួកផាណាស៊ីគេសួរណាអញ្ចឹងគំនិតពីផាណាស៊ីដែលគេមកសួរក៏ប៉ុន្តែបើព្រះអង្គឆ្លើយថាមិនបង់ពួកផាណាស៊ីគេសប្បាយមិនបង់គាត់ថ្ងៃហ្នឹងមានក្រុមណាមកអង្កេតក្រុមនយោបាយក្រុមហេរ៉ូតបើព្រះអង្គហ៊ានឆ្លើយថាមិនបង់ទេគឺពួកគេនឹងចោទថាព្រះអង្គគឺជាអ្នកបះបោររ៉ូមគេចាប់ព្រះអង្គដូចគ្នាប៉ុន្តែទីបំផុតក៏គេចាប់ព្រះអង្គបញ្ជូនទៅរ៉ូមមែនទេបញ្ជូនទៅពួករដ្ឋាភិបាលរ៉ូមឲ្យប៉ុនទីពីឡាត់កាត់ទោសហើយពីឡាត់ថាអត់ទេរឿងនេះមិនមែនរឿងខ្ញុំទេគាត់សុំលាងដៃអត់ទទួលខុសត្រូវរុញទៅឲ្យពួកយូដាវិញអញ្ចឹងក្នុងគម្ពីររាប់ថាពួកយូដាជាអ្នកសម្លាប់ព្រះយេស៊ូវទេព្រោះពីឡាត់គាត់លាងដៃប៉ុន្តែគាត់លាងដៃយ៉ាងណាក៏ដោយគាត់ក៏ទទួលខុសត្រូវដែរមែនទេនៅក្នុងគោលជំនឿដែលយើងសូត្រគឺព្រះអង្គសគត់នៅក្រោមអំណាចដែលពីឡាត់ជាប៉ុនទីពីឡាត់គាត់ជាអ្នកបកគលព្រះអង្គទៅឲ្យគេអញ្ចឹងយ៉ាងណាក៏ដោយដែលយើងឃើញចម្លើយពីរនេះគឺចម្លើយងាប់ទាំងពីរបាទអាបងក៏ងាប់អាមិនបងក៏ងាប់ហើយគេកំណត់ចម្លើយឲ្យស្រេចព្រះអង្គគ្មានផ្លូវដើរទេគឺជាប់តែម្ដងអញ្ចឹងបងប្អូនសប្តាហ៍ថ្ងៃនេះយើងកំពុងតែរស់នៅក្នុងភាពសាក់លបងជំនឿដូចគ្នាក្នុងជីវិតយើងរស់នៅតាមព្រះអង្គក៏ងាប់យើងមករស់នៅតាមព្រះអង្គក៏ងាប់វានៅចឹងហ្មងទៅណាក៏ដោយក៏ងាប់ចម្លើយរបស់យើងរឿងសំខាន់គឺចាប់ផ្ដើមសាក់លបងអំពីភាពស្មោះត្រង់របស់យើងតើយើងស្មោះត្រង់ជាមួយអ្នកណាអញ្ចឹងឥឡូវសំណួរនេះបើព្រះអង្គឆ្លើយថាបងអូទ្រង់ស្មោះត្រង់មួយសាសនាយូដាពួកយូដាជនជាតិខ្លួនឯងរ៉ូមចាប់ងាប់បាត់យើងពេលខ្លះយើងមានអារម្មណ៍ដូចគ្នាខ្ញុំព្យាយាមស្មោះត្រង់ជាមួយនឹងជំនឿរបស់ខ្ញុំប៉ុន្តែកន្លែងការងារដាក់សម្ពាធមកថែមទៀតហើយធ្វើឲ្យខ្ញុំត្រូវបោះបង់ធ្វើឲ្យខ្ញុំចាប់ផ្ដើមត្រូវរស់នៅការសម្រោះសម្រួលខ្លួនឯងពាក្យសម្រួលណាសម្រួលបានន័យថាវាត្រូវមានអីបាត់បង់ខ្លះហើយពាក្យសម្រួលហ្នឹងអញ្ចឹងយើងត្រូវសម្រួលជាមួយលោកខៃបាត់សម្រួលជាមួយគ្នាហើយបោះបង់ចោលអំពីជីវិតដែលរស់នៅតាមបាតីព្រះអង្គហើយបើសិនជាយើងទាំងអស់ធ្លាក់ផ្លោកចូលទៅក្នុងជីវិតរបស់ខាងសាច់ឈាមតែម្ដង
យើងមានអារម្មណ៍ដឹងថាយើងអត់ត្រូវពីព្រោះយើងស្គាល់សេចក្តីពិតយើងនឹងថាមិនត្រូវតែអញ្ចឹងវាខ្លាចទៅជារឿងដែលប្រទីមតុងគ្នាហើយពួកនេះគេប្រកែគេដាក់អន្ទាក់ព្រះយេស៊ូវដាក់មកឆ្ងាញ់តែម្ដងនេះហើយដែលយើងឃើញពេលខ្លះបើសិនជាយើងធ្វើតាមផាតីព្រះអង្គយើងមានអារម្មណ៍ថាខ្ញុំនឹងបាត់បង់ភាពជោគជ័យពីព្រោះការបង្រៀនព្រះអង្គពេលខ្លះវារៀងនៅហួសសម័យនេះគេដើរដល់សម័យ AI ហើយព្រះអង្គនៅសម័យអីទៀតណាវាទៅអញ្ចឹងនេះគឺរឿងសំខាន់ពេលខ្លះយើងចង់ស្មោះត្រង់នៅកន្លែងរស់ស៊ីរបស់យើងតែយើងត្រូវខាត់បងឱកាសចំណេញមកកណើនេះហើយខ្ញុំច្រើនតែនិយាយលេងផងមែនផងថ្ងៃមួយខ្ញុំត្រូវបានអញ្ជើញទៅបង្រៀនវគ្គមួយអំពីរឿងលុយកាក់នឹងឯងនៅរតនគិរីហើយខ្ញុំបាននិយាយលេងផងមែនផងខ្ញុំសួរលេងណារបស់ទិញមកចំណេញតែ500ទេនេះឥឡូវគេលែងហ៊ាននិយាយចំណេញ100ហើយវាមិនអាចទៅរួចក៏លែងហ៊ានចំណេញ200ដែរមែនទេឥឡូវលុយខ្មែរតូចជាងគេទៅលុយ500ហ្នឹងអ្នកសុំទៀនក៏សុំ500ដែរលែងសុំ100ឥឡូវយើងចំណេញតែ500នេះចំណេញស្មើអ្នកសុំទៀននិយាយត្រង់របស់នឹងតែពិតអត់ចំណេញ500ទេណាអត់ទេបងប្អូនអាចនិយាយថាចំណេញតិចប៉ុន្តែមិនគេថា500ពិតជា500មែនទេជួនកាល1000ជួនកាល2000ថា500យើងចាប់ផ្ដើមនិយាយយ៉ាងម៉េចឲ្យតែអាចមានឱកាសចំណេញខ្លួនឯងហើយបាត់បង់សេចក្តីសុចរិតរបស់ព្រះនេះហើយគឺជារឿងដែលកំពុងកើតឡើងរាល់ថ្ងៃហើយយើងអត់មានអារម្មណ៍ខុសទេពីព្រោះអ្នកលក់ណានៅក្នុងโลกនេះក៏គេធ្វើចឹងដែរចឹងបងប្អូនអត់មានខុសទេអត់ខុសជាមួយនឹងសាច់ឈាមទេពីព្រោះអ្នកណាក៏ធ្វើចឹងដែរអត់ខុសទេហើយបើយើងធ្វើចឹងបានកាន់តែល្អយើងជាមនុស្សប្រកែរស៊ីឆ្លាតហើយគេនឹងចាប់ផ្ដើមលើកឲ្យយើងមានកិត្តិយសហើយគេនឹងកោតសរសើរយើងនៅក្នុងសេចក្តីទុច្ចរិតរបស់យើងនេះវាទៅដល់ប៉ុណ្្នឹងតែយើងមានសេចក្តីជំនឿល្មមថាព្រះនឹងប្រទានពរពេលខ្ញុំស្មោះត្រង់ហើយខ្ញុំជឿថារឿងនេះគឺរឿងពិបាកសូម្បីតែអាប់រ៉ាហាំក៏ត្រូវភូតស្ដេចថាប្រពន្ធរបស់ខ្លួនឯងជាអីគេជាប្អូនពីព្រោះអីបើប្រាប់ប្រពន្ធក៏លោប្រពន្ធអាកស្ដេចអាកប្តីយកប្រពន្ធពីព្រោះលួចប្រពន្ធគេវាខុសបើអញ្ចឹងមានតែសម្រាប់ប្តីចោលទៅដល់សម្រាប់ប្តីចោលប្រពន្ធវាអស់ជាប់ចំណងអញ្ចឹងយើងយកមកបានអត់មានលួចទេណាអានេះប្លន់ស្មើប្លន់ម្ដងអញ្ចឹងអាប់រ៉ាហាំក៏ភ័យដែរបងប្អូនខ្ញុំទទួលស្គាល់សេចក្តីខ្សោយចំណុចខ្សោយខាងវិញ្ញាណរបស់យើងព្រះយេស៊ូវក៏មានបន្ទូលដែរថាខាងសាច់ឈាមមកត្រៀមឲ្យអស់ហើយអញត្រូវតែខ្លាំងត្រៀមអស់ហលីងដល់ពេលជួបស្ថានភាពផ្ទាល់វិញ្ញាណយើងខ្សោយអញ្ចឹងដើម្បីកុំឲ្យវិញ្ញាណខ្សោយធ្លាក់ក្នុងលេខ4ព្រះអង្គណែនាំថាម៉េចត្រូវអធិដ្ឋានពេលព្រះអង្គយាងទៅអធិដ្ឋាននៅកេសេម៉ានីមុនពេលដែលគេមកចាប់ព្រះយេស៊ូវព្រះអង្គនាំសិស្សទៅ3នាក់ពួកនឹងដេកស្បាប់រៀបអស់ហលីងព្រះអង្គនៅអធិដ្ឋានរហូតព្រះអង្គថាខ្ញុំព្រួយចិត្តចង់ងាប់ឲ្យពួកឯងនៅអធិដ្ឋាននៅដេកតាមពិតគេទៅនឹងព្រះអង្គថារាងកាយវាត្រៀមតែវិញ្ញាណអត់បានត្រៀមទេវិញ្ញាណយើងនឹងខ្សោយត្រូវតែអធិដ្ឋានដើម្បីកុំឲ្យចាញ់សេចក្តីល្បួងណាយើងកុំច្រឡំដូច្នេះនៅកន្លែងនេះគឺសំខាន់នៅពេលដែលយើងរស់នៅពេលខ្លះយើងធ្វើអីក៏ខុសដែរប៉ុន្តែសំណួរសួរថាតើអ្នកស្មោះត្រង់ជាមួយនឹងអ្នកណាអានេះជារឿងសំខាន់ណាតែយើងស្មោះត្រង់ជាមួយអ្នកណានេះជារឿងសំខាន់ដែលត្រូវឆ្លើយជាមួយគ្នាដូច្នេះបានជាចំណុចទី2នៅក្នុងខ15ព្រះអង្គអាចតើតមើលចិត្តរបស់យើងនៅក្នុងខ15ទ្រង់តើតមើលចិត្តរបស់គេទ្រង់ស្គាល់ចិត្តរបស់គេយើងសំដែងមិនមួយព្រះអង្គក៏អត់បានដែរបាទសំដែងអត់បានទេមួយព្រះឥឡូវព្រះអង្គតើតមើលចិត្តមិនសូមឲ្យបងប្អូនមើលក្នុងគម្ពីរយើងក្នុងខ15វិញបាទពាក្យដើមមកវត្តព្រះអង្គឆ្វែងយល់ពីពុទ្ធបុត្ររបស់គេប៉ុន្តែមុនពេលព្រះអង្គឆ្វែងយល់ពីចិត្តពីពុទ្ធបុត្ររបស់គេនៅក្នុងខ15ព្រះអង្គថាម៉េចព្រះអង្គជ្រាបពីពុទ្ធបុត្ររបស់គេព្រះអង្គជ្រាបបានន័យថាដឹងណាព្រះអង្គឆ្វែងយល់ពីពុទ្ធបុត្ររបស់គេដូច្នេះនៅទីនេះគឺទ្រង់ជ្រាបទាំងអស់លះអត់បានទេព្រះអង្គហៅគេណែមនុស្សមានពុទ្ធណាអញ្ចឹងពាក្យមានពុទ្ធនៅទីនេះបានន័យថាម៉េចដែលយើងឃើញពាក្យថាមានពុទ្ធគឺជាពាក្យដែលសំខាន់មែនទែនណាពាក្យថាមានពុទ្ធគឺជាពាក្យដែលមានល្បិចគេមានល្បិចពាក្យថាមានពុទ្ធ
មិនពុទ្ធិទេណាអានេះគឺពុទ្ធបោកបាទពុទ្ធិវាតទៅនឹងចំណេះដឹងបាទគេមានចំណេះដឹងប៉ុន្តែអត់ទេអានេះមិនមែនទេអានេះគឺបោកណាគឺគេប្រកែខាងបោកប្រាស់ខាងអីចឹងទៅទ្រង់តើតមើលចិត្តរបស់យើងដូចគ្នាដែរទ្រង់តើតមើលចិត្តយើងដូចគ្នាដែរប៉ុន្តែរឿងសំខាន់តែយើងទាំងអស់គ្នាឥឡូវនេះកំពុងតែរស់នៅគ្រាន់តែសម្ដែងពីខាងក្រៅដោយផារ៉ាស៊ីឬក៏យ៉ាងណានេះជារឿងដែលយើងត្រូវសំខាន់ហើយគិតពិចារណាពីពួកផារ៉ាស៊ីគេសម្ដែងតែពីខាងក្រៅទេប៉ុន្តែព្រះយេស៊ូវមិនបានឆ្លើយសំណួរផារ៉ាស៊ីទេបន្តិចទៀតយើងនឹងដឹងព្រះអង្គប្រកែឆ្លើយណាព្រះអង្គប្រកែឆ្លើយមែនទេអញ្ចឹងគឺទ្រង់បានតើតមើលចិត្តរបស់គេទ្រង់តើតធ្លាយទៅដល់ខាងក្នុងរបស់គេនេះគឺជារឿងសំខាន់ហើយនៅក្នុងក្រុមជំនុំពេលខ្លះយើងមានរស់នៅក្នុងភាពពេលប្រហែលដូចគ្នាដែរពេលខ្លះយើងប្រកាសថាយើងជាអ្នកដើរតាមព្រះពេលខ្លះយើងប្រកាសថាយើងជាអ្នកដែលមានជំនឿលើព្រះគ្រីស្ទក៏ប៉ុន្តែដួងចិត្តរបស់យើងបែរជាឆ្ងាយពីព្រះអង្គទៅវិញអានេះគឺជារឿងគួរឲ្យសោកស្ដាយណាដួងចិត្តឆ្ងាយពីព្រះអង្គបានន័យថាម៉េចណាបានន័យថាយើងឆ្ងាយពីសេចក្តីសុចរិតរបស់ព្រះណាមានម្នាក់មកជួបព្រះយេស៊ូវបាននិយាយអំពីកិច្ចការដែលគាត់ខំប្រឹងធ្វើអ្វីដែលគាត់ខំប្រឹងធ្វើសម្រាប់ជួយមនុស្សទាំងអស់នៅក្នុងសង្គមជាតិហើយព្រះយេស៊ូវបានតបទៅវិញថាបរិសម្នាក់នេះនៅមិនឆ្ងាយពីព្រះរាជរបស់ព្រះទេប៉ុន្តែនៅរឿងមួយទៀតអត់បានធ្វើព្រះអង្គក៏បានរៀបរាប់ពីទៅនឹងអញ្ចឹងមនុស្សយើងការដែលនៅចិត្តជាមួយព្រះអង្គមិនបានថាយើងនៅដេកក្នុងអគារព្រះវិហារណាបាទនៅក្នុងសម័យមុនគេមានអញ្ចឹងសាមយ៉ូអែលត្រូវបានម៉ែគាត់ឈ្មោះហាណាអញ្ចឹងណាឲ្យបកគលទៅឲ្យហោរ៉ាអេលីណាបូជាចាគាត់ជាសង្ឃអេលីមិនហោរ៉ាអេលីយ៉ាទេគឺយកទៅឲ្យអេលីដែលជាសង្ឃហើយឲ្យដេកនៅបំរើហ្នឹងបាទពេលខ្លះយើងមានអារម្មណ៍អញ្ចឹងបាទយើងមានអារម្មណ៍ថាយើងនៅក្បែរព្រះយើងតទៅចិត្តដំណាក់របស់ព្រះហើយទៅដេកទៅនឹងដើម្បីយើងស្និទ្ធស្នាលមួយព្រះអង្គប៉ុន្តែភាពស្និទ្ធស្នាលមួយព្រះពុទ្ធប្រកបគឺជាជីវិតស្មោះត្រង់មួយព្រះអង្គតំណែងតំណងមួយព្រះអង្គនេះហើយគឺជាភាពស្និទ្ធស្នាលរវាងយើងនិងព្រះហើយព្រះតើតមើលយើងនៅត្រង់ហ្នឹងបាទតើតមើលនៅត្រង់ហ្នឹងហ្នឹងហើយដែលយើងត្រូវប្រយ័ត្នអំពីជីវិតរបស់យើងអាចនឹងនៅចិត្តក្រុមជំនុំយើងអាចនឹងដើរជាមួយក្រុមអ្នកជឿរាល់ថ្ងៃយើងអាចផ្សាយនឹងល្អរាល់ថ្ងៃអំពីព្រះអង្គប៉ុន្តែចិត្តយើងឆ្ងាយពីព្រះណាហើយខ្ញុំកំពុងអធិដ្ឋានសម្រាប់មីងម្នាក់ដែលគាត់ធ្លាប់ជឿព្រះយូរហើយគាត់ចាក់ចម្រៀងព្រះអង្គស្ដាប់រាល់ព្រឹកហើយគាត់និយាយអំពីព្រះអង្គប្រាប់គេទៀតប៉ុន្តែការរស់នៅក្នុងជីវិតរបស់គាត់ឆ្ងាយពីសេចក្តីពិតណាស់ហើយខ្ញុំមិនយល់ពេលខ្លះខ្ញុំកឹបផ្ដាំអង្គុយពិចារណាពួកខ្ញុំឮគាត់សឹងរាល់ព្រឹកហើយខ្ញុំថាទេមីងហ្នឹងធ្លាប់និយាយពីរឿងព្រះប្រាប់គេទៀតណាស្រាប់តែពេលហើយចាក់ចម្រៀងបងស្ដាប់ទៀតហើយច្រៀងតាមទៀតគាត់ចេះច្រៀងព្រោះគាត់ធ្លាប់មកក្រុមជំនុំតាំងពីយូរហើយដល់តែអញ្ចឹងទៅគាត់ចេះចម្រៀងគ្រីស្ទបរិស័ទក៏ប៉ុន្តែជីវិតរស់នៅវាអត់នៅក្នុងសេចក្តីសុចរិតរបស់ព្រះទេហើយខ្ញុំក៏អធិដ្ឋានហើយខ្ញុំរៀនពីតំណឹងថាអូពេលខ្លះមិនមែនយើងនៅគិតថាយើងនៅចិត្តព្រះអង្គទេណាតែចិត្តយើងនៅឆ្ងាយពីព្រះអង្គប៉ុណ្ណាយើងឆ្ងាយពីសេចក្តីសុចរិតប៉ុណ្ណាយើងកាន់តែដឹងថាការធ្វើខុសមិនខុសទេពីព្រោះវាឆ្ងាយគ្នាពេកវាឆ្ងាយណាស់ណាក៏ប៉ុន្តែអ្នកដែលនៅក្នុងចិត្តសេចក្តីសុចរិតយើងនឹងអាចស្គាល់អ្វីហៅថាខុសភ្លាមពីព្រោះយើងនៅគៀកនឹងសេចក្តីសុចរិតប៉ុន្តែបើយើងឆ្ងាយពីសេចក្តីសុចរិតហើយយើងនឹងមិនដឹងថាអ្វីគឺជាសេចក្តីសុចរិតទេអញ្ចឹងការធ្វើខុសគឺជារឿងធម្មតាទម្លាប់ប្រចាំថ្ងៃរបស់យើងការគិតខុសក៏ដូចគ្នាការរស់នៅតាមគេតាមឯងក៏ដូចគ្នាដែរការរស់នៅតាមគេតាមឯងពីព្រោះយើងដឹងថាវាគឺជារឿងធម្មតាដោយសារយើងឆ្ងាយពីសេចក្តីសុចរិតរបស់ព្រះអញ្ចឹងព្រះយេស៊ូវបាននាំឲ្យពួកយូដាទាំងអស់ស្គាល់សេចក្តីសុចរិតរបស់ព្រះមុនដល់ខ15នេះពួកយូដាពួកផារ៉ាស៊ីគេសួរព្រះអង្គថាម៉េចព្រះអង្គពង្រៀនមនុស្សឲ្យរស់នៅស្របតាមអ្នកណាស្របតាមផារតីព្រះអង្គអត់រើសមកក៏អត់យកយល់ដែរព្រះអង្គនិយាយតែសេចក្តីពិតគេទទួលស្គាល់សេចក្តីបង្រៀនរបស់ព្រះហើយគេសួរបដ ாய் អញ្ចឹងសំណួរនេះមិនមែនសួរដើម្បីលើកទៅសើព្រះអង្គទេសួរដើម្បីត្រៀមដាក់អន្ទាក់ណាអញ្ចឹងគាត់ថាសួរនឹងវាមានពុតទៀតណានិយាយអាពាក្យទៅសើនឹងក៏វាមានពុតនៅហ្នឹងណា
ព្រះអង្គចាប់បានតែនឹងដូច្នេះព្រះអង្គទើបមើលឃើញចិត្តគំនិតរបស់មនុស្សនេះជារឿងសំខាន់ដូច្នេះទី3ព្រះអង្គចង់ឲ្យគ្រប់គ្នារស់នៅក្នុងសេចក្តីសុចរិតរបស់ព្រះអង្គប្រាប់ថាម៉េចឲ្យយកកាក់មួយមកយកកាក់មួយមកព្រះអង្គប្រាប់ថាម៉េចយកកាក់មួយមកឲ្យព្រះអង្គឲ្យសួរថាតើក្នុងរូបកាក់នេះមានរូបអ្នកណាមិនចឹងហ៎ហើយឈ្មោះអ្នកណាបាទអញ្ចឹងគឺនៅក្នុងសម័យហ្នឹងគឺគេដាក់រូបស្ដេចនៅលើកាក់សម័យយើងដាក់រូបព្រះមហាក្សត្រនៅលើกระดาษលុយណាយើងលែងប្រើកាក់ឯសម័យឥឡូវមិនចឹងហ៎សម័យមុនមានកាក់បាទគេកាក់ដាក់រូបទង់ជាតិដាក់អីទៅតែឥឡូវគេដាក់រូបស្ដេចនេះជារូបរបស់ស្ដេចព្រះចៅសេសាណាព្រះចៅសេសាគឺជាស្ដេចអធិរាជដែលគ្រប់គ្រងនៅក្នុងអាណាចក្ររ៉ូមហើយព្រះអង្គសួរហើយព្រះអង្គប្រាប់ថាម៉េចរូបអ្នកណាឈ្មោះអ្នកណាមិនចឹងហ៎ហើយគេឆ្លើយថាម៉េចរូបសេសាឈ្មោះអ្នកណាគេឈ្មោះក៏សេសាដែរព្រះអង្គមានបន្ទូលថាម៉េចអញ្ចឹងឲ្យរបស់សេសាទៅសេសាទៅហើយឲ្យរបស់ព្រះទៅព្រះវិញបានន័យថាម៉េចពេលដែលព្រះអង្គឆ្លើយប៉ុណ្ណឹងទាំងអស់គ្នានៅក្នុងព្រះគម្ពីរបែរតែគេឆ្ងល់ប៉ុន្តែនៅក្នុងគម្ពីរបកប្រែចាស់ថាគេចាប់ផ្ដើមមានសេចក្តីគេថាសេចក្តីដូចកោតស្ងោចសរសើរពីព្រះអង្គភ្ញាក់ផ្អើលចេះឆ្លើយប្រកែរបស់គេវើយពួករាជទាំងអស់នឹងមនុស្សទាំងអស់ស្រឡាញ់ព្រះយេស៊ូវគេគិតមកអូព្រះយេស៊ូវដល់ថ្ងៃពួកអីឆ្លើយមួយណាក៏ងាប់ដែរអ្នកដែលណាតាមព្រះអង្គគឺស្ដាប់ដឹងហ្មងអូព្រះអង្គថ្ងៃនេះចប់ហើយឆ្លើយមួយណាក៏ងាប់ដែរបាទពួកកភ្លើងភ្ជុងយ៉ាងត្រៀមហ្មងអត់តែឆ្លើយមួយណាក៏ងាប់ដែរអញ្ចឹងទាំងអស់គ្នាគេចាប់ផ្ដើមមានអារម្មណ៍ថាព្រះយេស៊ូវប្រកែសំបីតែផារ៉ាស៊ីលោកឯងដែលឆ្លើយក៏ប្រកែប៉ុន្តែយើងស្ដាប់អត់យល់ទេពាក្យថាឲ្យរបស់សេសាទៅសេសាឲ្យរបស់ព្រះទៅព្រះឥឡូវរបស់សេសាយើងដឹងហើយមានអីគេខ្លះគឺជាទ្រព្យសម្បត្តិលោកីទាំងអស់ជារបស់ស្ដេចនៅក្នុងសម័យនោះស្ដេចគ្រប់គ្រងទាំងអស់អត់មានឯកជនទេសម័យខ្មែរយើងសពថ្ងៃមានឯកជនប៉ុន្តែមុនឆ្នាំបើតាមខ្ញុំស្មានដូចជាមុនឆ្នាំខ្ញុំស្មានថាមុនឆ្នាំ2001ថ្ងៃមួយខ្ញុំស្ដាប់ខាងសូយ៉ាដីគេមកបកស្រាយដីទាំងអស់ជារបស់រដ្ឋមែនទេខ្ញុំការអត់ទាន់ទេបាទបងប្អូនការអត់ទាន់តែសម័យទៅរៀនដីមកនៅទៅសុំតែណាសុំអាជ្ញាធរសុំមេឃុំបាទសុំទៅគេឲ្យយើងនៅមែនអត់ហើយយើងតាំងទីលំនៅបានប៉ុន្តែសួររបស់យើងនៅអត់ទេណារហូតទាល់តែចូលឆ្នាំ2000ជាងគេចាប់ផ្ដើមបដូររដ្ឋធម្មនុញ្ញមួយមិនបដូរគេបដូរច្បាប់មួយគេឲ្យរដ្ឋបកគលកម្មសិទ្ធិទៅឲ្យរាជធ្វើជាកម្មសិទ្ធិមានសិទ្ធិលក់ដូរឲ្យបង់ពន្ធមុនដំបូងនោះអត់មានសិទ្ធិទេបាទឲ្យកូនចៅនៅជានៅបានតែមានចេញជាលិខិតលក់ដូរទេក្រោយមកមានលិខិតលក់ដូរបង់ពន្ធឲ្យរដ្ឋពេលដែលលក់ដូរម្ដងប៉ុន្តែអ្វីដែលបងប្អូនបានទទួលនៅក្នុងចំនួនទី1អាគេហៅប្លង់ស្លាប់មកណាមែនទេប្លង់ទី1មែនទេទៅមើលទៅគេដាក់ថាអំណោយពីអ្នកណាអំណោយពីរដ្ឋពីព្រោះរបស់ទាំងអស់ជារបស់ស្ដេចនៅក្នុងសម័យនោះឡើងអស់តែយើងមើលឃើញរបស់ស្ដេចទាំងអស់អត់មានអាជីកម្មសិទ្ធិរបស់យើងទេអញ្ចឹងព្រះអង្គណារបស់ស្ដេចឲ្យទៅស្ដេចទៅតែអ្វីជារបស់ព្រះត្រូវឲ្យទៅព្រះឥឡូវខ្ញុំសួរអ្វីជារបស់ព្រះវាថាទាំងអស់ហើយជារបស់ព្រះព្រះអង្គបង្កើតទាំងអស់តែរឿងសំខាន់នៅក្នុងបទគម្ពីរលោកុបាទជំពូក1ខ27តសេប្រាប់យើងច្បាស់ថាព្រះបានបង្កើតមនុស្សក្នុងរូបអង្គទ្រង់នៅក្នុងកាក់ដែលយើងកាន់ឲ្យវាមានរូបស្ដេចឲ្យតែស្ដេចទៅប៉ុន្តែក្នុងជីវិតយើងមានរូបអ្នកណាមានរូបព្រះជីវិតយើងបង្កើតឲ្យចំនឹងរូបអង្គទ្រង់ជីវិតយើងទាំងស្រុងត្រូវថ្វាយទៅព្រះអង្គនិយាយពាក្យមួយម៉ាត់នេះពួកនោះស្ងាត់មាត់ដូចគេចប់មកពីព្រោះគេដឹងថាខ្ញុំត្រូវថ្វាយជីវិតទៅព្រះខ្ញុំត្រូវថ្វាយជីវិតខ្ញុំទាំងស្រុងទៅព្រះមិនមែនថ្វាយមួយកណាត់ទេអត់មានយកកាក់សេសាមកបាច់កាច់ជាពីរហុចឲ្យសេសាពាក់កណ្ដាលសេសាចាប់ដាក់គុកបាត់ឥឡូវហើយអត់ចឹងទេអញ្ចឹងយើងអាចកាត់តដៃយើងថ្វាយព្រះអង្គណាព្រះអង្គអើយខ្ញុំមានអំណោយទានណាដៃខ្ញុំអាចធ្វើអីក៏បានដែរឥឡូវកាត់ដៃផ្ញើទៅព្រះមិនមែនថាយើងកាត់ដៃឲ្យព្រះអង្គប៉ុន្តែយើងបំរើតែ
ពេលដែលយើងអាចបំរើបានឯរឿងជីវិតឯកជនខ្ញុំជារឿងរបស់ខ្ញុំបំរើឲ្យតើពួកយើងគិតថាយើងកាត់ដៃយើងថ្វាយទៅព្រះអ្នកដែលប្រកែមាត់ចឹងទៅខ្ញុំសូមច្រៀងថ្វាយព្រះយើងមានបទចម្រៀងខ្ញុំច្រៀងថ្វាយព្រះនេះបទកុមារណាយើងច្រៀងថ្វាយព្រះទៅប៉ុន្តែយើងថ្វាយតែសំឡេងទេផ្សេងទៅថ្វាយអត់ទេគេមានបទចម្រៀងអូនលក់តែសំឡេងទេគេមានបទគេណាលក់តែសំឡេងទេអញ្ចឹងយើងថ្វាយតែព្រះអង្គថ្វាយតែសំឡេងដែររូបកាយជីវិតខ្ញុំអត់តន់ថ្វាយតែព្រះអង្គទេណាពេលខ្លះយើងធ្លាក់ក្នុងកលៈទេសៈរបៀបហ្នឹងព្រះអង្គទ្រង់ចង់ប្រាប់យើងមួយម៉ាត់ថាអ្វីដែលជារបស់សេសាថ្វាយទៅសេសាអ្វីដែលជារបស់ព្រះថ្វាយទៅព្រះនេះជាសេចក្តីបង្រៀនធំមែនទែនអញ្ចឹងអ្វីដែលយើងមើលឃើញការអនុវត្តនៅថ្ងៃនេះខ្ញុំសង្ឃឹមថានៅកន្លែងការងារក៏ដោយនៅកន្លែងដែលបងប្អូនលក់ដូរក៏ដោយនៅគ្រួសារយើងក៏ដោយនៅក្នុងជីវិតអាកំបាំងរបស់យើងដែលគ្មានអ្នកណាមើលឃើញក៏ដោយតែយើងរស់នៅសម្រាប់អ្នកណានៅពេលដែលយើងទៅធ្វើការមនុស្សជាច្រើនគេបែងជើងគ្នាគេប្រឆោតគ្នាគេបន្លំគ្នាតើយើងជាអ្នកណានៅក្នុងព្រះអង្គមានសួរខ្លួនឯងថាខ្ញុំជាអ្នកណានៅក្នុងព្រះអង្គនៅពេលដែលមានអាជីវកម្មកន្លែងអាជីវកម្មយើងគេមានការខ្លែងបន្លំលក់ដូរជាច្រើនយើងមានដែរសួរថាយើងជារបស់អ្នកណាទេនេះរឿងសំខាន់នៅគ្រួសារក៏មានសម្ពាធបាទខ្ញុំជឿមានសម្ពាធច្រើនមានគ្រួសារខ្លះហ្នឹងរស់នៅដូចអាឡែងណែសង្គ្រោះបន្ទាន់អញ្ចឹងណាសល់តែអាឡែងណែម៉ាស៊ីនចង្វាក់បេះដូងទៅដាក់ទុកគាត់ទុកអត់ទៅរស់ទេទុកអត់ទៅរស់ទេបាទអញ្ចឹងយើងពេលខ្លះរស់នៅបានថាមិនរស់នៅគាត់តែកំដរថ្ងៃស្លាប់រស់នៅឲ្យមានតែឈ្មោះកុំឲ្យកូនចៅថាយើងនឹងវាបាក់មេឃបាក់ធៀងនេះពាក្យខ្មែរយើងដើរដល់ស្ថានភាពរបៀបអញ្ចឹងតែយើងសួរខ្លួនយើងតើយើងស្ដាប់អ្នកណាយើងស្ដាប់បង្គាប់ព្រះទេឬយើងស្ដាប់បង្គាប់អារម្មណ៍យើងឬស្ដាប់បង្គាប់ដួងចិត្តយើងឬស្ដាប់បង្គាប់អ្នកចិត្តខាងយើងឬស្ដាប់បង្គាប់មិត្តភក្តិយើងដែលឲ្យយើងបោះមកឲ្យគ្រួសារយើងឬយើងស្ដាប់បង្គាប់ព្រះអង្គនេះមានរឿងជីវិតអាកំបាំងជាច្រើនដែលយើងធ្វើបាបអ្នកខ្លះមើលអត់ឃើញនេះអត់ដឹងយើងធ្វើអីខ្លះទេប៉ុន្តែសូមចាំណាព្រះតើតមើលឃើញនេះជារឿងសំខាន់ដែលយើងទាំងអស់គ្នាត្រូវរៀននៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃអញ្ចឹងសរុបមកថ្ងៃនេះដែលយើងនិយាយអំពីសួរថាតើយើងកំពុងតែរស់នៅសម្រាប់អ្នកណាសួរខ្លួនឯងសប្តាហ៍ថ្ងៃខ្ញុំកំពុងរស់នៅសម្រាប់អ្នកណាចំពោះព្រះអង្គចង់ឲ្យកូនរបស់ព្រះអង្គទាំងអស់រស់នៅថ្វាយជីវិតទៅព្រះអង្គទាំងស្រុងមិនមែនថ្វាយតែមួយកណាត់ទេណាមានមនុស្សម្នាក់គាត់ថាខ្ញុំថ្វាយទាំងវាយព្រះអស់ទៅព្រះអង្គអាល្អជាងគេហើយតើព្រះអង្គទាមទារអីទៀតគឺស្ដេចដំបងរបស់អ៊ីស្រាអែលស្ដេចសូលនិយាយជាមួយនឹងលោកសាមយ៉ូអែលជាហោរាតថ្លៃជាមួយសាមយ៉ូអែលថាខ្ញុំថ្វាយទាំងវាយតើចង់បានអីទៀតតែព្រះសាមយ៉ូអែលបានប្រាប់ទៅស្ដេចសូលថាការស្ដាប់បង្គាប់វាធំជាងការថ្វាយទាំងវាយព្រះអង្គចង់ឲ្យយើងរស់នៅជីវិតទាំងស្រុងថ្វាយទៅព្រះអង្គមិនមែនគ្រាន់តែថ្ងៃអាទិត្យទេគឺរាល់ថ្ងៃពីព្រោះព្រះអង្គមិនបង្កើតតែថ្ងៃអាទិត្យសម្រាប់ព្រះអង្គទេព្រះអង្គបង្កើតពីថ្ងៃច័ន្ទរហូតមកដល់ថ្ងៃសៅរ៍ពីថ្ងៃទី1ដល់ថ្ងៃទី6សម្រាប់ជីវិតយើងតែព្រះអង្គបានទុកមួយថ្ងៃសម្រាប់ប្រទានពរឲ្យយើងបន្ថែមទៀតនៅតែសម្រាប់ជីវិតយើងដដែលគ្រាន់តែទ្រង់អត់ធ្វើការនៅក្នុងនេះជារឿងសំខាន់បងប្អូនត្រឡប់មកវិញពាក្យដែលថាអ្វីដែលជារបស់ប្រជាអធិរាជថ្វាយទៅប្រជាអធិរាជអ្វីដែលជារបស់ព្រះថ្វាយទៅព្រះសូមឲ្យបានដកនៅក្នុងគំនិតរបស់យើងតែយើងជារបស់អ្នកណាតែយើងជារបស់លោកីនៅក្នុងព្រះគម្ពីររ៉ូមតែអត់ទេយើងមិនជារបស់លោកីទេយើងជារបស់ព្រះបើយើងជារបស់ព្រះយើងថ្វាយយើងទាំងមូលទៅព្រះហើយព្រះអង្គមិនទៅដដើមជាមួយលោកីទេព្រះអង្គឲ្យយើងថ្វាយជីវិតទាំងស្រុងរបស់យើងទៅព្រះនេះហើយគឺជាពាក្យដែលថាយើងជាកម្មសិទ្ធិអ្នកណាណាកំណត់អត្តសញ្ញាណខ្លួនឯងដែលយើងជាកម្មសិទ្ធិអ្នកណាយើងជាអ្នកណាហើយត្រូវថ្វាយជីវិតរបស់យើងទៅអ្នកណានេះជារឿងសំខាន់បាទសូមអធិដ្ឋានជាមួយខ្ញុំបិតាជាព្រះសូមអរគុណព្រះអង្គយ៉ាងខ្លាំងនៅក្នុងពេលព្រឹកនេះដែលយើងខ្ញុំមានឱកាសបានជួបជុំគ្នាហើយសូមឲ្យព្រះអង្គបានជួយយើងខ្ញុំ
ឲ្យយើងខ្ញុំបានរស់នៅថ្វាយជីវិតទាំងស្រុងទៅកាន់ព្រះអង្គផងដែរសូមជួយយើងខ្ញុំឲ្យយើងខ្ញុំបានរស់នៅប្រកបទៅដោយព្រះពរពីព្រះអង្គម្ចាស់ពិសេសសូមជួយយើងខ្ញុំឲ្យយើងខ្ញុំបានហ៊ានថ្វាយគ្រប់ទាំងជីវិតទាំងស្រុងរបស់យើងខ្ញុំទៅកាន់ព្រះអង្គឲ្យយើងខ្ញុំរស់នៅថ្វាយសេរីល្អទៅព្រះអង្គរាល់ថ្ងៃមិនមែនគ្រាន់តែថ្ងៃអាទិត្យមួយថ្ងៃនេះផងទេព្រះអង្គឲ្យសូមអរព្រគុណទ្រង់យ៉ាងខ្លាំងសូមអធិដ្ឋានឲ្យយើងខ្ញុំទាំងអស់គ្នាបានមានដួងចិត្តស្រឡាញ់បានមានដួងចិត្តប្រកបទៅដោយព្រះពរពីទ្រង់ហើយពិសេសយើងខ្ញុំបានរស់នៅថ្វាយសេរីដល់ព្រះអង្គផងដែរសូមអរព្រគុណទ្រង់សូមអធិដ្ឋានទូលថ្វាយជីវិតរូបកាយយើងខ្ញុំក្នុងព្រះនាមអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន